សុខដឹងតែណាតើសមីជាម៉ូតូនឹងព្រោះរសជាតិថ្មីសមីរដូវកាលរដូវវស្សាទេសភាពបនតងពីមុនគេថារដូវភ្លៀងបាត់ទៅតែដើរមិនទៅទឹកចូលប៉ុន្តែទៅភ្លៀងស្អាតជាងដោយប្រាំងទៀតឈើមានមេឃជិះស្រស់ហើយធ្វើដំណើរទៅប្រាសាទបាយ័នតាមផ្លូវទៅប្រាសាទបាយ័នជិះម៉ូតូបច្ចុប្បន្នមើលឃើញទេសភាពកាន់តែស្អាតស្អាតខ្លាំងទៅប្រមាណដងក៏មិនអាចម្ដងណាសាមបាយ័ននេះពាក្យធម្មមាត់គឺស្អាតខ្លាំងណាស់ប៉ុន្តែលើកនេះចូលមកមានអារម្មណ៍ថាសែបជាខ្លាំងទូរស័ព្ទខ្ទេចធ្លាក់ខ្ទេចខ្ទីអស់ហើយមើលកំពូលបាត់មុខអស់ហើយ1000 ឆ្នាំជាងតើអាចនៅដល់3000 ឆ្នាំអត់មើលទៅវាគ្រាន់តែជាថ្មប្រសិនជាយើងគ្រាន់តែដើរមើលហើយឲ្យទៅហើយនោះវាថ្មនៅតែជាថ្មនៅក្នុងរូបឆ្លាក់សិតតែមានអត្ថន័យតែខ្ញុំនៅអត់ទាន់យល់ត្រូវតែមានកាយមួយទៅតាមលើក្រោយនេះគឺជាពនាងអន្តរទេវីគេដាប់កន្លែងថ្ងាសគាត់ថានេះជាប្រវត្តិជ័យវរ្ម័នទី7ចេញធ្វើសង្គ្រាមនេះជារូបចម្លាក់ពនាងជ័យរាជទេវីស្នេហ៍ដោះខ្ទេចដឹងនៅបានយូរប៉ុណ្ណាទេនេះជារូបជនជាតិចាមដែលត្រូវបានចាប់ខ្លួនពេលមកឈ្លានពានលើទឹកដីប្រទេសខ្មែរដោយជ័យវរ្ម័នទី7ខ្លោងទ្វារមួយនេះស្អាតជាងគេស្លាយកាត់ដឹងតែខ្លោងទ្វារមួយហ្នឹងស្អាតជាងគេក្នុងចំណោមខ្លោងទ្វារ4មានស្លាយកាត់អានេះខ្លោងទ្វារបកានភាគច្រើនអ្នកតលេងហ្នឹងគេទៅថតកន្លែងហ្នឹងជាងគេរី comment 10 លើ 10 កុំភ្លេចទៅកន្លែងហ្នឹងហើយយកអ្នកជំនាញថតរូបទៅផងទេសភាពដែលដាក់ជាប់ក្នុងចិត្តជួបគ្នាលោកអើយបាយ